បាទសួស្តីបងប្អូនអ្នកសិក្សាទាំងអស់គ្នាជាពិសេសបងប្អូនដែលកំពុងតែទស្សនានៅក្នុងវីដេអូនេះលោកគ្រូលើកយកអត្ថបទភាសាខ្មែរថ្នាក់ទី6មួយត្រង់ទំព័រទី5យកមកបរៀនបងប្អូនណាលោកគ្រូនឹងអានហើយក៏ដូចជាធ្វើលំហាត់ជូនបងប្អូនទាំងអស់គ្នាហើយបញ្ជាក់ផងដែរថាអំណាចទំព័រនេះគឺជាអត្ថបទកំណាព្យផងដែរគឺជាបទពាក្យ7ណាចឹងបើសិនជាបងប្អូនចង់ចេះចាំបងប្អូនអាចតាមដានបន្តបានណាហើយនៅពេលលោកគ្រូអានចប់លោកគ្រូនឹងសូត្រកំណាព្យនេះឲ្យស្ដាប់ហើយបន្តមកយើងនឹងធ្វើលំហាត់កំណែលំហាត់ទាំងអស់គ្នាតើកុំឲ្យខាតពេកយើងចូលមកដល់អត្ថបទរបស់យើងតែម្ដងអញ្ចឹងអត្ថបទអំណាចរបស់យើងមានចំណងជើងថាកតញ្ញូ5ប្រការកតញ្ញូ5ប្រការណាអញ្ចឹងរូបភាពនេះលោកគ្រូសូមផ្លោះចោលនៅក្នុងថ្នាក់លោកគ្រូអ្នកគ្រូនឹងសួរបងប្អូនណាតើរូបភាពនេះបងប្អូនឃើញអ្វីខ្លះហើយចង់បង្ហាញពីអីចឹងបងប្អូនអាចរៀនឆ្លើយណាពេលដល់ក្នុងថ្នាក់អូខេតោះអញ្ចឹងកុំឲ្យខាតពេលលោកគ្រូចូលទៅដល់អត្ថបទអំណាចរបស់យើងតែម្ដងអញ្ចឹងអត្ថបទអំណាចរបស់យើងកតញ្ញូ5ប្រការហ្នឹងគឺជាបទពាក្យ7ណាវាគឺជាកំណាព្យបទពាក្យ7អញ្ចឹងបងប្អូនប្រកាសជាធ្លាប់បានរៀនដែរតែបងប្អូនទាំងអស់គ្នាចេះសូត្រនៅចាំការសូត្រដែរឬទេបាទបើសិនជាអត់ទាន់ចាំទេអញ្ចឹងបន្តិចទៀតលោកគ្រូនឹងបរៀនបងប្អូនឲ្យចេះសូត្រទាំងអស់គ្នាណាតែឥឡូវមុននឹងចូលទៅដល់ការសូត្រកំណាព្យហ្នឹងគឺលោកគ្រូសូមអានមកចប់សិនខៃលោតមានពាក្យណាដែលបងប្អូនមិនទាន់ចេះអានជាពិសេសបងប្អូនថ្មីដែលទៅឡើងមកពីថ្នាក់ទី5ណាបងប្អូនអាចនឹងមិនទាន់ចេះនៅពាក្យខ្លះនៅក្នុងអត្ថបទអំណាចនេះទេតោះអញ្ចឹងយើងមើលទាំងអស់គ្នាខៃលោតមានពាក្យណាពិបាកហើយយើងអត់ចេះអានលោកគ្រូអានឲ្យស្ដាប់បងប្អូននឹងចេះអានណាតោះអញ្ចឹងបទពាក្យ7កូនត្រូវតបគុណម្ដាយឪពុកផ្គត់ផ្គង់ហូបចុកគ្រឿងធានាសំលៀកបំពាក់ថ្នាំការពារឈឺគ្រុនរងាញ័រញាក់ក្តៅត្រូវជួយធុរៈអ្នកមានគុណកាប់កោះរែកពុនកុំមងសៅទោះបីនឿយហត់ត្រជាក់ក្តៅមើលថែម៉ែឪឲ្យលោកស្រានត្រូវចេះរក្សាពូជពងញាតមិត្តភ័ក្តិផងទៀតផៅសន្តានគេឈ្មោះត្រកូលឲ្យថ្កើងថ្កានជៀសវាងឲ្យបានកុំទាស់គ្នាកូនត្រូវបំរើអ្នកមានគុណវាចាទន់ភ្លន់គ្រប់វេលាព្រោះជាព្រះរស់នៃបុត្រភ្ងាកូនត្រូវវ៉ាន់ទាដោយភក្តីនៅពេលមេត្តាឬបិតារលត់សង្ខារលាលោកីកូនធ្វើបុណ្យតាមប្រពៃណីបុត្រាបុត្រីត្រូវចងចាំបាទអញ្ចឹងការអានគឺលោកគ្រូបានបញ្ចប់ហើយបងប្អូនមានពាក្យពិបាកដែរឬទេបាទអញ្ចឹងប្រហែលជាអត់មានទេណាពួកឯលោកគ្រូបានអានឲ្យស្ដាប់ហើយណាតោះអញ្ចឹងយើងមកចូលមកដល់ការសូត្រកំណាព្យទាំងអស់គ្នាអញ្ចឹងចំណុចនេះសំខាន់បងប្អូនណាដែលអត់ទាន់ចេះឬក៏ចេះតែអត់ទាន់ច្បាស់ចឹងបងប្អូនអាចស្ដាប់លោកគ្រូហើយរៀនសូត្រតាមលោកគ្រូទាំងអស់គ្នាណាតោះអញ្ចឹងលោកគ្រូចាប់ផ្ដើមតែម្ដងបងប្អូនសូមមើលយកដោយយកចិត្តទុកដាក់ណាតោះស្ដាប់ដោយយកចិត្តទុកដាក់ចាប់ផ្ដើមកូនត្រូវតបគុណម្ដាយឪពុកផ្គន់ផ្គង់ហូមចុកគ្រឿងធានាសំលៀងបំពាក់ថ្នាំការពារឈឺគ្រុនរងាញ័រញាក់ក្តៅត្រូវជួយធុរៈអ្នកមានគុណកម្មកោះរែកពុនកុំមងសៅទួងបីនឿយហត់ត្រជាក់ក្តៅមើលថែម៉ែឪឲ្យលោកស្រានត្រូវចេះរក្សាពូជពងញាតមិនភ័ក្រផងទៀតផៅសន្តាន
គេឈ្មោះត្រកូលឲ្យថ្កាងថ្កានជៀសវាងឲ្យបានកុំតងគ្នាកូនត្រូវបំរើអ្នកមានគុណវាចាទន់ភ្លន់ក្រុមវេលាព្រោះជាព្រះរស់នៃបុណ្យភ្ងាកូនត្រូវវន្ទាដោយភក្តីនៅពេលមេត្តាឬបិតារលត់សង្ខាលីលោកីកូនធ្វើបុណ្យតាមប្រពៃណីបុណ្យត្រាបុណ្យត្រីត្រូវចងចាំបាទយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាចេះសូត្រហើយឬនៅបាទបើសិនជាបងប្អូនអត់ទាន់ចេះទេបងប្អូនអត់ទាន់ទេបងប្អូនអាចខាថយក្រោយហើយយើងស្ដាប់ម្ដងទៀតហើយរៀនសូត្រម្ដងទៀតណាម្ដងហើយម្ដងទៀតទៅបងប្អូននឹងប្រកាសជាចេះហើយណាអញ្ចឹងការសូត្រត្រង់ចំណុចនេះគឺលោកគ្រូសង្ឃឹមថាបងប្អូនទាន់បើអត់ទាន់យើងអាចមើលឡើងវិញណាអញ្ចឹងលោកគ្រូសូមបន្តទៅមុខទៀតអញ្ចឹងមកដល់ត្រង់សំណួរអញ្ចឹងយើងមើលសំណួររបស់យើងមានទាំងអស់8ណាអញ្ចឹងត្រង់សំណួរនេះគឺលោកគ្រូអត់ឆ្លើយជូនបងប្អូនទេណាបងប្អូនអាចរៀនឆ្លើយខ្លួនឯងបានទីឋានទី1តើពាក្យកតញ្ញូហ្នឹងមានន័យដូចម្ដេចអញ្ចឹងបងប្អូនអាចមើលនៅក្នុងបទានុក្រមយើងរកពាក្យកតញ្ញូហ្នឹងមិនណាហើយមានន័យថាម៉េចណាហើយទី2រហូតដល់ទី8នេះយើងមើលនៅក្នុងអត្ថបទអំណាចរបស់យើងកំណាប់របស់យើងទៅយើងឃើញហើយណាតោះអញ្ចឹងលោកគ្រូសូមផ្លោះកន្លែងនេះចោលយើងចូលទៅដល់លំហាត់តែម្ដងអញ្ចឹងនេះលំហាត់យើងមាន2ចំណុចដែលត្រូវធ្វើគឺចំណុចកចូលប្រើវចនានុក្រមដើម្បីពន្យល់នៃពាក្យបាទអញ្ចឹងកន្លែងនេះគឺគេឲ្យយើងប្រើវចនានុក្រមពន្យល់ពាក្យចំនួន9នេះណា1 2 3 4 5 6 7 8 9ណាអញ្ចឹងគេឲ្យពន្យល់ពាក្យទី1យើងអានថាធុរៈតើធុរៈហ្នឹងមានន័យដូចម្ដេចណាអញ្ចឹងយើងអានមកធុរៈទី2ស្រានទី3ពងទី4ញាតទី5កេទី6វន្តាទី7សន្តានទី8សង្ខារនិងទី9គឺឧទ្ទិសណាឧទ្ទិសតើពាក្យទាំង9ហ្នឹងមានន័យដូចម្ដេចចឹងយើងទៅមើលបទានុក្រមយើងអត់មានវចនានុក្រមទេវចនានុក្រមយើងរៀនហើយណាវចនានុក្រមហ្នឹងគឺក្រាស់វាសភៅហ្នឹងក្រាស់មិនមែនជាបទានុក្រមទេណាបងប្អូនចឹងបងប្អូនអាចអត់មានទេវចនានុក្រមហ្នឹងណាចឹងបងប្អូនអាចមានអានេះណាចឹងយើងបងប្អូនអាចមានបទានុក្រមអញ្ចឹងយើងយកបទានុក្រមហ្នឹងយកមកបញ្យល់ពាក្យអស់នេះណាបើសិនជាអត់មានយើងអាចស្រាវជ្រាវមើលតាមទូរស័ព្ទអីជាដើមណាតែឥឡូវគឺលោកគ្រូនឹងកំណែជូនឲ្យបងប្អូនមើលនៅក្នុងហ្នឹងតែម្ដងទៅចំណុចខចូលគូភ្ជាប់ពាក្យដែលមានន័យដូចគ្នាឲ្យបានត្រឹមត្រូវណាអញ្ចឹងកន្លែងនេះគឺស្រួលទេនេះគេឲ្យយើងគូភ្ជាប់ពីចំណុចទី1ដល់6នេះមកកដល់ចនេះអញ្ចឹងទី1វាចាទី2សពទី3បុតទី4វន្តាទី5មេដាទី6បៃតាអញ្ចឹងវាចាតណាយើងមើលខាងស្ដាំនេះមកណាកម្ដាយខសម្ដីគោឪពុកខកូនងខ្មោចចសំពះអញ្ចឹងយើងគូភ្ជាប់មកណាគេថាវាចាតណាសម្ដីអញ្ចឹងយើងគូពីហ្នឹងមកនេះមកណាតោះអញ្ចឹងមើលចម្លើយតែម្ដងទៅកុំឲ្យខាត់ពេលតោះអញ្ចឹងនេះគឺជាចម្លើយដែលលោកគ្រូបានធ្វើជូនបងប្អូនទាំងអស់គ្នាបងប្អូនអាច stop វីដេអូហ្នឹងហើយកត់បានណាកត់ចូលទៅក្នុងសភៅរបស់បងប្អូនទាំងអស់គ្នាទៅលោកគ្រូសូមអានឲ្យស្ដាប់បន្តិចអញ្ចឹងចំណុចកបញ្យល់ពាក្យអញ្ចឹងយើងមានពាក្យ9អំបញ្ញមិញហ្នឹងអញ្ចឹងលោកគ្រូសូមអានហើយលោកគ្រូអានលឿនតិចណាបាទទី1គឺពាក្យធុរៈថ្នាក់ពាក្យនាមមានន័យថាការរវល់ឬដំណើរជំពាក់ដោយកិច្ចការអ្វីមួយណាទី2គឺពាក្យស្រានគឺថ្នាក់ពាក្យគុណនាមមានន័យថាដែលអន់ឬគ្រាន់បើទី3ពងថ្នាក់ពាក្យនាមមានន័យថាវងត្រកូលពូជឬក៏អំបូរណាពាក្យទី4ពាក្យញាតហ្នឹងថ្នាក់ពាក្យវាគឺថ្នាក់ពាក្យនាមមានន័យថាអ្នកដែលរួមខ្សែលោហិតនឹងគ្នាខាងម្ដាយនិងខាងឪពុកបញ្ជាក់កន្លែងនេះបន្តិចណាលោហិតអញ្ចឹងលោហិតនេះគឺមានន័យថា
ខ្សែលោហិតហ្នឹងគឺឈាមណាជាប់សាច់ឈាមគ្នាណាលោហិតហ្នឹងគឺឈាមណាបងប្អូនលោកគ្រូសូមបញ្ជាក់ឡើងបន្តិចពាក្យមួយទៀតគឺកេហ្នឹងគឺថ្នាក់ពាក្យរបស់វាគឺនាមមានន័យថាសេចក្តីសរសើរការល្បីលេចលឺខ្ចរខ្ចាយណាអញ្ចឹងពាក្យគេហ្នឹងគឺមានអត្ថន័យបែបហ្នឹងមួយទៀតវន្តាគឺថ្នាក់ពាក្យរបស់វាគឺកិរិយាសព្ទមានន័យថាថ្វាយបង្គំសំពះឬក៏គំនាប់បាទពាក្យមួយទៀតសន្តានថ្នាក់ពាក្យនាមមានន័យថាវងដំណរវងពូជពាក្យមួយទៀតនេះគឺសង្ខារថ្នាក់ពាក្យរបស់វាគឺនាមមានន័យថាជីវិតសារពាង្គកាយណាឬក៏សារពាង្គកាយហើយចុងក្រោយគឺឧទ្ទិសនេះគឺថ្នាក់ពាក្យរបស់វាគឺកិរិយាសព្ទមានន័យថាសំដៅចំពោះឬក៏តម្រង់ទៅរកដូចជាឧទ្ទិសកុសលអីចឹងជាដើមណាអញ្ចឹងពាក្យទាំង9នេះលោកគ្រូបានបញ្យល់ហើយឥឡូវយើងចូលទៅដល់ចំណុចខតែម្ដងអញ្ចឹងបងប្អូនអាច stop បានណា stop វីដេអូហ្នឹងហើយកត់តាមចម្លើយដែលលោកគ្រូបានបង្ហាញហ្នឹងទៅណាតែឥឡូវយើងចូលចំណុចខដើម្បីបញ្ចប់តែម្ដងអញ្ចឹងចំណុចខគូសភ្ជាប់ពាក្យនៃដូចគ្នាតោះអញ្ចឹងយើងមើលទាំងអស់គ្នាអញ្ចឹងបងប្អូនអាចបានគិតខ្លះហ្នឹងមិញបាទអញ្ចឹងបើសិនជាអត់ទាន់បានគិតទេអញ្ចឹងយើងអាចមើលតែម្ដងដែរក៏បានដែរណាតែកន្លែងនេះលោកគ្រូជឿថាបងប្អូនប្រកាសជាចេះទាំងអស់គ្នាហើយណាមិនខុសទេណាតោះអញ្ចឹងទី1វាចាអញ្ចឹងវាចាទៅណាទៅចំណុចខវាចាហ្នឹងគឺសំដីទី2គឺសពទៅណាគឺចំណុចងោណាសពហ្នឹងគឺទៅខ្មោចទី3គឺបុតហ្នឹងមានន័យថាកូនចំណុចខហើយវន្តាហ្នឹងសំពះបាទនេះសំពះចុងក្រោយនេះមេដានេះគឺម្ដាយបិតានេះគឺឪពុកអញ្ចឹងបងប្អូនអាចមើលតាមលោកគ្រូនឹងហើយគូភ្ជាប់តាមលោកគ្រូណាឬក៏បងប្អូនអាចមើលអញ្ចឹងហើយបងប្អូនអាចបិទអាហ្នឹងហើយមើលតាមសភៅហើយយើងគូខ្លួនឯងមើលចាំផ្ទៀងផ្ទាត់ថាបងប្អូនគូត្រូវដែរឬអត់ណាតោះអញ្ចឹងនៅក្នុងវីដេអូនេះគឺលោកគ្រូសូមបញ្ចប់តែប៉ុណ្ណឹងលោកគ្រូបានអានអំណានទំព័រទី5ដែលចំណងជើងកតញ្ញូ5ប្រការជាអត្ថបទកំណាព្យហើយជាបទពាក្យ7សង្ឃឹមថាបងប្អូនចេះសូត្រហើយលំហាត់នេះសង្ឃឹមថាបងប្អូននឹងធ្វើទាំងអស់គ្នានៅពេលដែលលោកគ្រូដាក់កិច្ចការផ្ទះឲ្យបងប្អូនអាចធ្វើតាមចម្លើយរបស់លោកគ្រូបានណានេះគឺជាការរៀនដោយខ្លួនឯងបងប្អូនអាចឆ្លៀតពេលរៀនដោយខ្លួនឯងកុំលេងទូរស័ព្ទច្រើនពេកបងប្អូនបាទយើងរៀនខ្លះទៅរៀនតែបានច្រើនជាងលេងទូរស័ព្ទលោកគ្រូតែដាស់តឿនកូនសិស្សលោកគ្រូដែរថាលេងទូរស័ព្ទបានប៉ុន្តែកុំលេងច្រើនពេកធ្វើម៉េចឲ្យរៀនបានច្រើនជាងលេងណាតោះអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្ណឹងទេបើសិនជាមានកំហុសខុសឆ្គងកន្លែងណាសូមអធិស្ឋានហើយបើសិនជាចូលចិត្តកុំភ្លេចជួយចុច like ក៏ដូចជាចុច subscribe ដើម្បីទទួលបាននូវវីដេអូមេរៀនថ្មីដែលលោកគ្រូនឹងផុសទៅណាអរគុណច្រើនម្ដងទៀតសម្រាប់ការរៀនជាមួយលោកគ្រូហើយយើងនឹងជួបគ្នាសាជាថ្មីនៅក្នុងវីដេអូក្រោយសុខសប្បាយ